Sẽ đây bóng bồn nó có ní ta cùng mà cắn channel này trên bởi mi ngay đây hôm mình video thay mình nói về perform thôi ní cảm về CapCut nó về để bóng bồn edit hay dùng cả export như bài này with Stratasync Pro chẳngបញ្ហានេះខ្ញុំគិតថាបងប្អូនមួយចំនួនក៏អត់ទាន់ដឹងទេគាត់ជាមិនមានដំណោះស្រាយគេតែបងប្អូនដែលដឹងពីដំណោះស្រាយហើយអាចអស់រំលោភឬក៏ទស្សនាវីដេអូរបស់ផ្សេងៗបានអូខេអញ្ចឹងកុំឲ្យខានពេលយូរយើងតាមដានរបៀបដោះស្រាយទាំងអស់គ្នាទៅអញ្ចឹងបងប្អូនពេលដែលយើង edit រួចហើយវាពេលយើង export ចេញបែបនេះគឺបញ្ហាវា pro អញ្ចឹងយើងត្រូវធ្វើម៉េចយើងត្រូវដឹងថាយើងត្រូវជាប់option pro នៅក្នុងកន្លែងណាអញ្ចឹងណាក៏ប៉ុន្តែដូចបងប្អូនមើលឃើញវីដេអូខ្ញុំសុទ្ធតែកាត់នៃកណាត់ទាំងអស់អញ្ចឹងអត់ដឹងទៅរកណាទេអូខេអញ្ចឹងវិធីដែលធ្វើឲ្យលឿនគឺយើងចុច export មកបន្ទាប់មកយើងឃើញអាកន្លែងនេះអញ្ចឹងបងប្អូនជាប់ច្រើននៅមានច្រើនកន្លែងអញ្ចឹងហើយបងប្អូនលោះស្រាយម្ដងមួយកន្លែងអញ្ចឹងដូចខ្ញុំជាប់តែមួយនេះទេខ្ញុំចុចលើនេះមកអញ្ចឹងវានាំខ្ញុំទៅកាន់វីដេអូដែលមានជាប់កម្មoption pro ហ្នឹងហើយអញ្ចឹងឧទាហរណ៍បងប្អូនមកទៀតនេះគឺឈ្មោះរបស់ option ហ្នឹងគឺ manual អីគេនេះអានអត់ដាច់ទេអញ្ចឹងបងប្អូនអាចមើលកម្មវិធីដែលជាប់នេះគឺកម្មវិធីមួយនេះ option មួយនេះដែលនៅក្នុងវិនាទី 0.28 អញ្ចឹងអូខេអញ្ចឹងបងប្អូនចុចលើនេះក៏បានចុចមកអញ្ចឹងគឺជាវីដេអូមួយនេះដែលវា select ឲ្យយើងស្រាប់អញ្ចឹងយើងដាក់រក option មួយហ្នឹងឈ្មោះអីគេទេមិញអូខេនេះ manual អានអត់បាច់ទេចឹងយើង back មក editing មកបន្ទាប់មកយើងចុច retouch តមកនេះ manual ឃើញវាជាប់ text អត់ចឹងវាជា smooth skin នេះចឹងណាចូលយើងដាក់ fresh វិញវាជាប់អត់អូនៅជាប់ដែរចឹងតោះតែយើងដក pick វាចេញតែម្ដងទៅអូខេអញ្ចឹងម្ដងទៀតអូខេអញ្ចឹងយើងអាច export បានហើយអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងហើយបងប្អូនចូលចិត្តជួយចុច subscribe ដើម្បីទទួលបានវីដេអូថ្មីៗរបស់ខ្ញុំបាទផងអញ្ចឹងអរគុណច្រើនបងប្អូនជំរាបលា